បាទសូមស្វាគមន៍ការមកដល់ថ្នាក់រៀនភាសាជប៉ុនជាមួយសិនសេសេកូនេះជាថ្ងៃទី19ដែលយើងនឹងសិក្សាជាមួយគ្នាអំពីអក្សរកតាកណាបាទក្រុមទី3ចឹងចង់ដឹងថាតើអក្សរកណាក្រុមទី3នោះមានអក្សរអ្វីខ្លះតើយើងចាប់ផ្ដើមជាមួយគ្នាដោយនៅខាងស្ដាំដៃនេះបងប្អូនឃើញមាន5អក្សរទៀតហើយបាទជាបន្តដែលក្នុងនោះគឺមានអក្សរស័កស៊ីស៊ឺសេសូបាទបងប្អូនមានចាំទេយើងបានរៀនអក្សរស័កស៊ីស៊ឺសេសូរួចមកហើយកាលពីមេរៀនហេរ៉ាកាណាប៉ុន្តែឥឡូវនេះយើងរៀនសរសេរអក្សរស័កស៊ីស៊ឺសេសូដែរប៉ុន្តែគឺជាអក្សរកតាកណាវិញបាទដែលឡែករ៉ូមែនជីគឺដូចគ្នាណាស័កនៅតែ SA ស៊ីនៅ SHI ស៊ឺនៅ SU សេនៅ SE សូនៅ SO ដដែលបាទឥឡូវយើងទៅមើលរបៀបសរសេរអក្សរស័កកតាកណាបាទអក្សរស័កកតាកណាតាំងរ៉ូមែនជីដោយ SA ដែលមានចំនួន3គំនូសគំនូសទី1គំនូសទី2គំនូសទី3បាទជាថ្មីម្ដងទៀតគំនូសទី1គំនូសទី2គំនូសទី3បាទនេះគឺជាអក្សរស័កយើងអាចសរសេរអក្សរស័កជាហេរ៉ាកាណាក៏អាចសរសេរអក្សរស័កជាកតាកណាដែរបាទដែលតាំងរ៉ូមែនជីដោយ S A ឥឡូវយើងទៅមើលអក្សរមួយទៀតគឺជាអក្សរ C បាទដែលតាំងរ៉ូមែនជីដោយ S H I បាទដែលអក្សរ C នេះមានចំនួន3គំនូសបាទគំនូសទី1គំនូសទី2គំនូសទី3បាទជាថ្មីម្ដងទៀតគំនូសទី1គំនូសទី2គំនូសទី3បាទជាធម្មតាយើងសរសេរពីឆ្វេងទៅស្ដាំពីលើចុះក្រោមប៉ុន្តែដល់ឡែកអក្សរស៊ីនេះយើងសរសេរពីក្រោមទៅលើវិញណាបាទយើងគូសពីក្រោមទៅលើវិញបាទអក្សរស៊ីដែលតាំងរ៉ូមែនជីដែល SHI សូមអនុវត្តសរសេរនៅលើសភៅសរសេរដៃរបស់បងប្អូនឲ្យបានច្រើនដងដើម្បីជាការចងចាំឥឡូវយើងមកមើលអក្សរមួយទៀតគឺអក្សរស៊ឹបាទអក្សរស៊ឹមានត្រឹមតែ2គំនូសទេគំនូសទី1គំនូសទី2បាទម្ដងទៀតគំនូសទី1គំនូសទី2បាទអក្សរស៊ឹដែលតាំងរ៉ូមែនជីដោយ SU បាទអញ្ចឹងយើងឃើញមានអក្សរស៊ឹហេរ៉ាកាណានិងអក្សរស៊ឹកតាកណាឥឡូវយើងទៅមើលរបៀបសរសេរអក្សរមួយទៀតគឺអក្សរសេបាទអក្សរសេដែលអក្សរសេនេះមានចំនួន2គំនូសបាទនេះគឺគំនូសទី1គំនូសទី2បាទជាថ្មីម្ដងទៀតគំនូសទី1គំនូសទី2បាទអក្សរសេដែលតាំងរ៉ូមែនជីដោយ S E បាទដែលឡែកអក្សរចុងក្រោយដែលយើងនឹងសិក្សាក្នុងថ្ងៃនេះគឺជាអក្សរសូបាទដែលអក្សរសូតាំងរ៉ូមែនជីដោយ SO បាទដែលអក្សរសូមានចំនួន2គំនូសគំនូសទី1គំនូសទី2បាទម្ដងទៀតគំនូសទី1គំនូសទី2បាទបងប្អូនទើបតែបានសរសេរអក្សរស័កស៊ីស៊ឺសេសូជាកតាកណាបាទអញ្ចឹងសូមធ្វើការកត់សម្គាល់និងរៀនសរសេរបានច្រើនដងនៅលើសភៅសរសេរដៃរបស់ខ្លួនអក្សរកតាកណាទាំងអស់នេះយើងត្រូវការប្រើវាជាចាំបាច់ផងដែរដើម្បីសរសេរពាក្យទាំងឡាយណាដែលកម្ចីពីបរទេសដែលជប៉ុនពុំមានប្រើទេកាលពីមុនមកបាទដែលឡែកស័កស៊ីស៊ឺសេសូជាហេរ៉ាកាណាគឺបងប្អូនបានរៀនរួចហើយឥឡូវយើងទៅមើលឧទាហរណ៍មួយចំនួនដែលផ្សំឡើងពីអក្សរស័កស៊ីស៊ឺសេសូឧទាហរណ៍នៅទីនេះបងប្អូនឃើញមានអក្សរអ្វីខ្លះបាទគឺឃើញមានអក្សរស័កមានអក្សរកៈនិងអក្សរស៊ឺបាទដែលឡែកសញ្ញានេះគឺជាសញ្ញាស្រៈសូវែងបាទអញ្ចឹងសេសំទោសស័កទៅជាសាបាទយើងប្អូសណាបាទអញ្ចឹងពាក្យនេះអានថាសាកស៊ឺសាកស៊ឺបាទដែលបកប្រែថាសៀករហស្សកម្មបាទសាកស៊ឺសៀកនេះជប៉ុនអត់មានទេពាក្យថាសៀកហ្នឹងអញ្ចឹងគឺត្រូវកម្ចីពីបរទេសមកទេណាសាកស៊ឺមួយទៀតបងប្អូនមើលពាក្យមួយនេះមានអក្សរអ្វីខ្លះ
បានបងប្អូនឃើញមានអក្សរតាតែអក្សរតានេះយើងអត់តន់បានរៀនអញ្ចឹងបានខ្ញុំដាក់អក្សររៀងស្រមោលតែអីទេយើងកុំតន់ខ្វល់ពីវាបាទដោយសារយើងមិនតន់បានរៀនពីវាផងអញ្ចឹងបងប្អូនឃើញមានអក្សរតាអក្សរគឺអក្សរស៊ីបាទហើយនឹងត្រេមួយនេះជាសំឡេងវែងបាទអញ្ចឹងពាក្យនេះអានថាតាគឺស៊ីបាទតាគឺស៊ីបាទនេះស៊ីដាក់អានេះមកទៅជាប្អូសវែងទៅជាស៊ីបាទតាគឺស៊ីបើប្រែថាឡានតាក់ស៊ីបាទបញ្ជាក់ជូនម្ដងទៀតឡានតាក់ស៊ីពាក្យថាឡានតាក់ស៊ីហ្នឹងនៅជប៉ុនអត់មានទេបាទអញ្ចឹងចង់យកពាក្យហ្នឹងមកប្រើតតែសរសេរជាកតាកណាมันអាចសរសេរជាហេរាកណាបានទេបាទចុះមួយពាក្យទៀតនេះមានអក្សរអ្វីខ្លះបាទឃើញមានអក្សរសឹនិងអក្សរគីបាទអញ្ចឹងពាក្យនេះអានថាសឹគីបាទសឹគីបើប្រែថាស្គីបាទស្គីយើងជិះលេងហ្នឹងណាបាទស្គីលើទឹកកកអីជាដើមបាទអញ្ចឹងឧទាហរណ៍មួយពាក្យទៀតបងប្អូនឃើញមានអក្សរសេហើយនឹងអក្សរតាក់បាទអញ្ចឹងពាក្យនេះអានថាសេតាបាទយើងរៀងប្អូសណាសេតាបើប្រែថាអាវយឺតដែលមានកបត់បាទណាអានថាសេតាមួយពាក្យទៀតឃើញមានអក្សរអ្វីខ្លះបាទឃើញមានអក្សរសុនិងអក្សរសឹអញ្ចឹងពាក្យនេះអានថាម៉េចដែរសូសឹបាទបើប្រែថាទឹកជ្រលក់បាទទឹកជ្រលក់បាទអញ្ចឹងបងប្អូនសូមហ្វឹកហាត់សរសេរនៅលើសៀវភៅសេដៃរបស់ខ្លួនឲ្យបានច្រើនដងដើម្បីជាការចងចាំសូមបញ្ជាក់ថាអក្សរកតាកណាគេសរសេរពេលដែលសរសេរទៅលើពាក្យដែលខ្ចីពីបរទេសមកតែប៉ុណ្ណោះបើសិនជាពាក្យនោះមិនមែនខ្ចីពីបរទេសទេគេមិនបានសរសេរវាជាកតាកណាទេគេត្រូវសរសេរវាជាហេរាកណាឬមួយក៏ជាកាន់ជីទៅវិញបាទអរគុណចំពោះការចំណាយពេលវេលារបស់បងប្អូនក្នុងការតាមដានទស្សនាវីដេអូមេរៀនមួយនេះជួយ like ជួយ share ទៅកាន់មិត្តភ័ក្តិឲ្យពួកគាត់បានដឹងព័ត៌មានរៀនភាសាជប៉ុនទាំងនេះផង Subscribe ដើម្បីទទួលបានមេរៀនបន្តជួបគ្នានៅវីដេអូក្រោយ